បាទជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរគឺយើងមាននៅ Saitama ដែលមកពី One Punch Man ហើយជាមួយនឹង Superman ដែលមកពី comic ហើយដោយសារខ្ញុំមកលើកពី live action មកដោយសារ Superman នៅ live action គឺគាត់ Hingster ច្រើនឥឡូវគឺយើងវិភាគ Saitama ជាមួយនឹង Superman ដែលមកពី comic តោះតើនរណានឹងឈ្នះសិនជាពួកគេច្បាំងគ្នាបើអ្នកទាំងអស់គ្នាចង់ដឹងចាំខ្ញុំបកស្រាយជូនបាទអ្នកទាំងអស់គ្នាចំពោះ Saitama គឺខ្ញុំលើកពី comic ដែរពីក្នុង comic របស់ជប៉ុនហ្នឹងគឺខ្ញុំលើកត្រង់វគ្គគាត់ប្រយុទ្ធគ្នាជាមួយនឹង Cosmic Arrow ពីព្រោះក្នុងវគ្គហ្នឹងគឺខ្ញុំបានឃើញថាគាត់បញ្ចេញកម្លាំងវាជាមួយនឹង Garo ច្រើនអាហ្នឹងគឺយើងអាចយកមកសន្និដ្ឋានប្រយុទ្ធជាមួយនឹង Superman នៅ comic បានហើយបាទអ្នកទាំងអស់គ្នាចំពោះរូបរបស់ Saitama ដែលថាគាត់លើកនៅ Black Hole ដល់ពីដើមហ្នឹងគឺខុសណាស់អ្នកទាំងអស់គ្នារូបមួយហ្នឹងគឺមិនមានប៉ះទេនេះគាត់តែជាការបង្កើតឡើងណាថ្ងៃអ្នកទាំងអស់គ្នាឥឡូវគឺយើងនិយាយពីកម្លាំងរបស់ Saitama តែម្ដងទៅចំពោះកម្លាំងរបស់គាត់ហ្នឹងទី1គឺខ្ញុំមើលឃើញមួយដល់គាត់ទៅពេលគាត់ក្តាស់តែមួយណាគឺធ្វើឲ្យផ្ទៃរបស់ភពពហោះហ្នឹងគឺបានខ្ទេចមកចំហៀងអ្នកទាំងអស់គ្នាគឺប៉ើងតែម្ដងអ្នកទាំងអស់គ្នាមើលទៅហើយកម្លាំងមួយទៀតដែលគាត់បានបញ្ចេញហ្នឹងគឺការដែលគាត់ដៃមកចំហៀងធ្វើការកំទេចនៅភពប្រច័នដែលជាភពដំណរបស់ភពសៅភពពហោះហ្នឹងហើយនេះជាកម្លាំងរបស់គាត់ហើយដែលយើងបានឃើញចាក់ស្ដែងមួយទៀតនោះគឺគាត់ប្រើកម្លាំងរបស់គាត់ហ្នឹងក្នុងការវាយជាមួយ Cosmic Arrow គាត់បានវាយដៃទល់ដៃគ្នាហ្នឹងគឺវាយបុកដៃចូលគ្នាធ្វើអីតិចនៅផ្កាយសងខាងហ្នឹងដែលបង្កើតទៅជា The Void មួយអ្នកនរគ្នាមើលទៅប្រហោង The Void ធំមួយនេះចំពោះកម្លាំងរបស់ Saitama ដែលខ្ញុំបានបង្ហាញនៅក្នុងវគ្គគាត់ប្រយុទ្ធជាមួយ Garo បាទហើយអ្នកទាំងអស់គ្នាចំពោះកម្លាំង Superman នៅក្នុង comic វិញទីមួយគឺគាត់អាចលើកនៅវត្ថុមួយដែលមានទម្ងន់ស្មើភពផែនដីរបស់យើងហ្នឹងគឺក្នុងរយៈពេល5ថ្ងៃជាប់គ្នាអ្នកទាំងអស់គ្នានេះជាកម្លាំងទី1របស់គាត់ដែលបានបង្ហាញបាទអ្នកទាំងអស់គ្នានេះសិតតែជាការបង្ហាញនៅកម្លាំងរបស់ Superman ណាហើយអ្នកទាំងអស់គ្នាមើលតាមហ្នឹងទៅអ្វីដែលខ្ញុំឃើញចាក់ស្ដែងនោះគឺគាត់អាចដោយការកណ្ដាស់របស់គាត់គឺធ្វើឲ្យប្រព័ន្ធប្រតិទាំងមូលមានការផ្លាស់ប្ដូរកន្លងហើយមួយវិញទៀតគឺគាត់អាចចាប់កូនដៃធំមួយបានអ្នកទាំងអស់គ្នាចាប់ទៅក្នុងដៃរបស់គាត់នេះសបជាក់ថាគាត់មានកម្លាំងក៏មហាសាលដែរអ្នកទាំងអស់គ្នាហើយដែលយើងមិនអាចបំភ្លេចនោះគឺគាត់អាចវាជាមួយនឹង Premier ហើយនឹងជាមួយនឹង Darkseid អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាមើលទៅគឺកម្លាំងរបស់គាត់នេះគឺមហាសាលទេអ្នកទាំងអស់គ្នានេះគាត់ខ្ញុំបង្ហាញត្រួសណានៅច្រើនទៀតដែលយើងអាចបង្ហាញមកអស់ទេនៅចំពោះ Superman comic អ្នកទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាចំពោះភាពតន់របស់ Saitama ដែលខ្ញុំបានឃើញដែលគាត់ខ្លាំងជាងគេគឺគាត់អាចទប់ជាមួយនឹងការវាយប្រហាររបស់ Cosmic Arrow អ្នកទាំងអស់គ្នាហើយមួយវិញទៀតគឺគាត់អាចទប់បាននៅកម្លាំងវាយប្រហារនិងការបាញ់ភ្លើងពីសំណាក់វិលានខ្លាំងមួយទៀតមេបិសាចឈ្មោះអូរ៉ូឈីអ្នកទាំងអស់គ្នានេះជា ability ដែលគេបានបង្ហាញគាត់នៅក្នុងសភៅនិងនៅក្នុងរឿងអ្នកទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាចំពោះ Superman ភាពតន់របស់គាត់គឺខ្លាំងដែរអ្នកទាំងអស់គ្នាគាត់អាចទប់បាននៅការវាយកដាប់ដៃរបស់ Darkseid និងការបាញ់ Omega Beam ណាហើយគាត់អាចទប់បាននៅកម្លាំងរបស់ Doomsday គាត់អាចខុសចូលទៅក្នុងព្រះអាទិត្យដោយមិនមានការឆេះខ្លោចហើយជិះហើយបើយើងអាចនិយាយបានថាជិះពីការឆេះខ្លោចនេះគាត់ផ្ដល់នៅធម៌ពលខ្លាំងមកដល់គាត់ទៀតការចូលព្រះអាទិត្យហើយអ្វីដែលយើងអាចភ្លេចបានគឺគាត់អាចទប់បាននៅការបាញ់ធម្មពលការវាយប្រហារពីសំណាក់ anti monitor អ្នកទាំងអស់គ្នាដែលជាបិសាចក្នុងកម្រិតចក្រវាលនេះជាស្នាដៃភាពតាន់របស់គាត់ហើយនេះគឺខ្ញុំលើកតែបន្តិចៗណាព្រោះវានៅច្រើនទៀតបាទអ្នកទាំងអស់គ្នាចំពោះល្បឿនវិញខ្ញុំគិតថា Superman ក៏នៅតែលឿនជាង Saitama ដាច់ជាងអ្នកទាំងអស់គ្នាទោះបីជា Saitama គាត់មានល្បឿនលឿនណាជាក់ស្ដែងគាត់បានប្រយុទ្ធគ្នាជាមួយ Cosmic Arrow ក៏ដោយតែបើបញ្ជាក់ពីល្បឿនរបស់ Superman គឺ Superman លឿនជាងដាច់ទីមួយដោយសារ Superman គាត់មានល្បឿនបង្ហាញនៅក្នុង comic ច្រើនទីមួយគាត់អាចហោះពីចុងចក្រវាលមកដល់ចក្រវាលនឹងត្រឹមតែរយៈពេលប្រហែលវិនាទីហើយហ្នឹងសម្រាប់ Superman ណាហើយមួយវិញទៀតគឺគាត់អាចតាមតាន់ The Flash អ្នកទាំងអស់គ្នាដឹងស្រាប់ទេថា The Flash គាត់លឿនកម្រិតណាប្រភេទពួក The Flash វាមាន Barry Allen មាន Wally West អីហ្នឹងអ្នកទាំងអស់គ្នាប៉ុន្តែល្បឿនពពួក Speedster ហ្នឹងគឺ Superman គាត់អាចតាមតាន់នៅក្នុងករណីខ្លះអាហ្នឹងអ្វីដែលខ្ញុំបានស្វែងយល់ពី comic កន្លងមកអ្នកទាំងអស់គ្នាហើយចំពោះ Saitama បើសិនជាខ្ញុំមើលនៅក្នុងរឿងហើយនឹងមើលតាមភៅអីចាក់ស្ដែងទៅខ្ញុំគិតថាល្បឿនរបស់គាត់វាលឿនដែរប៉ុន្តែមិនលឿនដល់ថ្នាក់ Superman ពេកទេអ្នកទាំងអស់គ្នាបើចឹងចំពោះល្បឿនខ្ញុំគិតថា Superman លឿនជាង Saitama ដាច់ចំពោះធម៌ពលមួយក៏សមត្ថភាពហ្នឹងខ្ញុំគិតថា Superman មានច្រើនជាង Saitama ព្រោះ Saitama បើសិនជាខ្ញុំមើលទៅគាត់ប្រយុទ្ធក្នុងការប្រយុទ្ធគ្នាមួយ Cosmic Arrow ខ្ញុំគិតថាធម៌ពលរបស់គាត់ដែលខ្លាំងគឺដែលគេហៅមួយថា God of God Saitama ហ្នឹងជាធម៌ពលដែលខ្លាំងចេញពីគាត់ហ្មងហើយបើសម្រាប់ថា Superman ហ្មងគឺខ្ញុំគិតថា Superman comic មានធម៌ពលខ្លាំងជាងព្រោះថាគាត់ទទួលបានធម៌ពលពីព្រះអាទិត្យពណ៌ក្រហមហើយគាត់មាន ability ជាច្រើនទៀត ability សំខាន់ៗរបស់គាត់នឹងមានដូចជាផ្លុំខ្យល់ត្រជាក់ចេញពីមាត់ក្នុងការប្រកបសត្រូវហើយនឹងអាចផ្លុំជាខ្យល់ព្យុះបានហើយមួយទៀតគាត់អាចបញ្ចេញនៅ head vision ការបាញ់លោកកម្ដៅចេញពីផ្នែករបស់គាត់ហ្នឹងហើយមួយទៀតគឺក្តាប់ដៃដ៏ខ្លាំងរបស់គាត់នឹងវាយកំទេចរាល់អ្វីទាំងអស់អ្នកទាំងអស់គ្នាកម្លាំងដៃរបស់គាត់គឺខ្លាំងជាង Saitama ទៅទៀតអាហ្នឹងអ្វីដែលបានបង្ហាញនៅ comic អ្នកទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាចំពោះក្នុងចម្បាំងមួយហ្នឹងខ្ញុំសូមឲ្យជ័យជំនះទៅកាន់ Superman នៅក្នុង comic ណាអ្នកទាំងអស់គ្នាដឹងស្រាប់ថា Superman នៅក្នុងសភៅ comic គឺខ្លាំងមែនតើអ្នកទាំងអស់គ្នាមិនថាកម្លាំងភាពតាន់និងល្បឿនសមត្ថភាពបូកជាមួយនឹងធម៌ពលអ្នកទាំងអស់គ្នាគឺគាត់ខ្លាំងជាង Saitama ដាច់ហ្មងដោយសារជាក់ស្ដែងទៅ
គឺខ្ញុំបានបង្ហាញនៅ face ស្នាដៃរបស់គាត់រៀងមកបានច្រើនដែរអ្នកទាំងអស់គ្នានេះសបញ្ជាក់ថា Superman គឺគាត់មិនអន់ទេណាក្នុង comic ហ្នឹងហើយចំពោះ Saitama face ស្នាដៃរបស់គាត់ខ្ញុំមើលទៅវាកម្រិតខ្លាំងដែរទទួលស្គាល់តែគាត់ថានៅក្រុម Superman ឆ្ងាយដែរអ្នកទាំងអស់គ្នាហើយអញ្ចឹងចំពោះជ័យជំនះគឺខ្ញុំសូមឲ្យតែកាន់ Superman comic ហ្នឹងអ្នកទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាឥឡូវគឺជ័យជំនះនេះគឺខ្ញុំសូមឲ្យតែកាន់ Superman នៅក្នុង comic ហ្នឹងណាបាទហើយចំពោះពីរផ្លូវខ្ញុំឲ្យពីរផ្លូវចុះបើសិនជា Saitama ប៉ះមួយ Superman នៅក្នុង comic គឺ Superman comic ឈ្នះដល់ងាយប៉ុន្តែបើសិនជា Saitama ប៉ះជាមួយនឹង Superman នៅ live action នៅ DCU ខ្ញុំគិតថា Saitama ឈ្នះវិញហ្នឹងហើយអានេះគឺខ្ញុំសូមនិយាយតែប៉ុណ្្នឹងទេហើយចុងក្រោយខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាក្នុងការតាមដាននៅវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់បើសិនមានកំហុសខុសឆ្គងត្រង់កន្លែងណាអីមួយសូមអ្នកទាំងអស់គ្នាជួយមេត្តាខន្តីអភ័យទោសដល់រូបខ្ញុំផងហើយបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំវិភាគតួអង្គណាបន្តទៀតអ្នកទាំងអស់គ្នាគ្រាន់តែខមមិននៅប្រអប់ខមមិននៅខាងក្រោមទៅគឺខ្ញុំនឹងធ្វើជូនហើយចំពោះជាក់ស្ដែងក្នុងការវិភាគតួអង្គនេះគឺយើងវាពិបាកបែងចែកច្រើនអ្នកទាំងអស់គ្នាដោយសារវា fate ស្នាដៃវាបង្ហាញមកណានេះគាត់ខ្ញុំបង្ហាញតិចតិចទេអានេះចំពោះស្នាដៃហើយជាចុងក្រោយខ្ញុំក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលាបាយបាយ